នៅល្ងាចថ្ងៃសុក្រទី9 ខែឧសភាឆ្នាំ2025នេះលោកជំទាវ ឌុក ម៉ាណា ប្រធានកិត្តិយសសាខាកាកបាទខេត្តកម្ពុជាខេត្តស្វាយរៀងហើយឧត្តមពេញពោធិ៍សាប្រធានគណៈកម្មាធិការសាខាបានអញ្ជើញជួបសំណេះសំណាលនឹងវិស័យអាហារ32ដើម្បីមើលស្គាល់និងទទួលមូលធិពីសប្បុរសជនដើម្បីអបអរខួបលើកទី162ទីពិភពលោកកាកបាទខមអាចារ្យខម8វិធា2025និងខួបលើកទី70ឆ្នាំនៃកាកបាទខមកម្ពុជាក្រោមមូលបត់រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុដែលពិធីនេះប្រព្រឹត្តទៅនៅអគារសន្និបាតគុជស្វាយព្រៃយោងតាមស្មារតីយកចិត្តទុកដាក់ពោះពីលោកជំទាវប្រធានកិត្តិយសសាខានិងឯកឧត្តមប្រធានគណៈកម្មការសាខាមកពីបានទទួលស្ដីណែនាំស្ដីពីការប្រារព្ធពិធីអបអរខួបលើកទី162ទីពិភពលោកកាកបាទខមអាចារ្យខម8ឧសភា2025អ្នកកណ្ដាលកាកបាទខមកម្ពុជាបានណែនាំឲ្យសាខានីមួយៗជ្រើសរើសធ្វើមីតិងឬធ្វើសេចក្តីអំពាវនាវទៅមកគណៈកម្មាធិការសាខាបានប្រជុំពិភាក្សាឯកភាពសម្រាប់ជ្រើសរើសយកការធ្វើសេចក្តីអំពាវនាវសម្ដេចឯកឧត្តមលោកជំទាវលោកកញ្ញាអ្នកកញ្ញាលោកកញ្ញាលោកស្រីអ្នកនាងកញ្ញាក្នុងសាបាត់រដ្ឋនិងវិស័យឯកជនដើម្បីចូលរួមផ្សព្វផ្សាយឲ្យសាធារណជនបានស្គាល់និងយល់ដឹងអំពីប្រវត្តិសកម្មភាពកាកបាទខមកម្ពុជានិងសាខាកាកបាទខមកម្ពុជាខេត្តបានកំពុងអនុវត្តយ៉ាងសកម្មឆ្លើយតបគ្រប់ស្ថានភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានាជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតដោយប្រើមូលធិទទួលបានពីស្រុកប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងការនោះលោកជំទាវ ឌុក ម៉ាណានិងឯកឧត្តមពេញពោធិ៍សាបានតបសើរនិងសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមលោកជំទាវលោកស្រីគណៈកិត្តិយសសាខាគណៈកម្មការសាខាដែលបានលះបង់កម្លាំងកាយចិត្តមិនគិតពីការលិហត់និងពេលវេលាដើម្បីបុព្វហេតុមូលធម៌និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចឯកឧត្តមលោកជំទាវលោកកញ្ញាលោកស្រីដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួននាពេលកន្លងមកនិងពេលនេះជួយដល់សាខាកាកបាទខមកម្ពុជាខេត្តស្វាយរៀងនិងសូមអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភគាំទ្រសម្ភារៈនិងថវិកាដល់សាខាបន្តទៀតដើម្បីមានធនធានក្នុងការជួយដល់ជនងាយរងគ្រោះនិងរងគ្រោះអន្តរាយក្នុងខេត្តបានទាន់ពេលវេលាស្របតាមទិសស្លោកទីណាមានទុក្ខលំបាកទីនោះមានបេសកកម្មកាកបាទខមកម្ពុជានិងកាកបាទខមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាមិនទុកនរណាម្នាក់ចោលសាខាកាកបាទខមកម្ពុជាខេត្តស្វាយរៀងនឹងរងចាំទទួលមូលធិរបស់សម្ដេចអាដាមលោកជំទាវអ្នកកញ្ញាលោកស្រីអ្នកនាងកញ្ញាសប្បុរសជនទាំងអស់នៅទីស្នាក់ការសាខារៀបរាប់ម៉ោងធ្វើការ